បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដំណក់ឈាមថ្ងៃនេះខ្ញុំបាទមានរឿងពិតមួយទៀតហើយដែលចែករំលែកដោយលោកពូណេតដែលពូណេតគឺជាអ្នករកស៊ីទិញមាន់ពីអ្នកភូមិបន្តិចបន្តួចដើម្បីយកទៅលក់នៅផ្សារហើយពូណេតគាត់មានប្រពន្ធឈ្មោះថាផល្លានិងមានកូនចំនួន3នាក់ជារៀងរាល់ល្ងាចពូណេតតែងតែដើរប្រមូលទិញមាន់ពីអ្នកភូមិបានបន្តិចបន្តួចដើម្បីយកទៅលក់នៅផ្សារនាពេលព្រឹកពូណេតប្រកបមុខរបរនេះអស់10ឆ្នាំហើយគាត់បានសន្សំប្រាក់កាសខ្លះៗដើម្បីទំនុកបម្រុងគ្រួសារគាត់ក៏ដូចជាប្រាក់ដើម្បីសាងសង់ផ្ទះពូណេតគាត់មានគម្រោងថានឹងសាងសង់ផ្ទះតូចល្មមដើម្បីរស់នៅជុំគ្រួសាររបស់គាត់ឲ្យមានភាពកក់ក្ដៅព្រោះសពថ្ងៃហ្នឹងពូណេតរស់នៅផ្ទះឪពុកម្ដាយរបស់គាត់នៅឡើយទេជារៀងរាល់ថ្ងៃបន្ទាប់ពីការរកស៊ីរបស់គាត់ពូណេតតែងតែដើរប្រមូលទិញឈើដែលបងប្អូនអ្នកភូមិរបស់គាត់នឹងសេសសល់បន្ទាប់ពីការធ្វើផ្ទះហើយដើម្បីយកមកសន្សំទុកធ្វើផ្ទះរបស់គាត់នៅពេលអនាគតការទិញឈើរបស់គាត់នឹងគាត់មិនបានរើសថាឈើល្អឬក៏ឈើប្រភេទអ្វីនោះទេឲ្យតែមានឈើណាដែលគាត់គិតថាអាចនឹងប្រើការបានគាត់ប្រមូលទិញថោកពីអ្នកភូមិហើយឈើខ្លះអ្នកភូមិក៏ឲ្យគាត់អញ្ចឹងទៅដោយសារតែអ្នកភូមិនៅភូមិរបស់គាត់នឹងគឺអាណិតស្រឡាញ់គាត់ខ្លាំងមែនទែនដោយគាត់ជាមនុស្សឧស្សាហ៍ព្យាយាមរកស៊ីហើយជាមនុស្សដែលមានសន្តានចិត្តល្អមិនយូរប៉ុន្មានពូណេតក៏មានថវិកាគ្រប់គ្រាន់ក៏ដូចជាមានឈើសមល្មមដែលអាចនឹងលើកគ្រោងផ្ទះមួយដើម្បីនឹងធ្វើបន្តនៅថ្ងៃអនាគតប៉ុន្តែអ្វីដែលសំខាន់នោះគឺគាត់ខ្វះសសរកន្លងដោយសសរកន្លងរបស់គាត់នឹងគឺមានតែមួយដើមដែលអ្នកភូមិគាត់បានលក់ឲ្យហើយសម្រាប់សសរមួយដើមទៀតគាត់ព្យាយាមរកមែនតែនប៉ុន្តែតំបន់របស់គាត់នឹងគឺខ្វះឈើចឹងហើយរកឈើដែលមានប្រវែងវែងបែបហ្នឹងគឺពិបាកជាការចៃដន្យថ្ងៃមួយពូណេតបានដប់កូនរបស់គាត់នឹងទៅលេងកំសាន្តនៅក្នុងវត្តហើយនៅពេលនោះពូណេតបានក្រឡេកឃើញដើមកុកីមួយដើមដែលព្រះសង្ឃកាត់ផ្ដួលចោលអស់ជាច្រើនឆ្នាំមកហើយដែលពាក់កណ្ដាលនៃដើមកុកីនឹងគឺវាលិចកប់ទៅក្នុងដីហើយប្រវែងដើមកុកីនឹងក៏វែងហើយមើលទៅវាត្រង់ល្អគាត់គិតក្នុងចិត្តថាប្រសិនបើសុំជាវពីព្រះសង្ឃបានឈើមួយដើមនេះនឹងអាចយកទៅធ្វើជាសសរកន្លងបានគាត់ក៏ទៅពិភាក្សាជាមួយប្រពន្ធរបស់គាត់ហើយប្រពន្ធរបស់គាត់ក៏សម្រេចចិត្តថានឹងទៅសុំជាវពីព្រះចៅអធិការព្រោះឃើញថាដើមកុកីមួយដើមហ្នឹងគឺទុកចោលអត់មានធ្វើអីទេហើយម្យ៉ាងទៀតពួកគាត់គិតថាដើមកុកីមួយដើមនេះវត្តមិនត្រូវការនោះទេដោយសារតែវានឹងបានកប់នៅក្នុងដីជាយូរឆ្នាំណាស់មកហើយវត្តមិនត្រូវការប្រើប្រាស់ដើមឈើដែលមិនសូវជាល្អបែបនេះទេអញ្ចឹងហើយពួកគាត់ទាំងពីរនាក់ក៏សម្រេចចិត្តថានឹងទៅសុំជាវពីព្រះចៅអធិការនៅថ្ងៃស្អែកលុះថ្ងៃស្អែកមកដល់ពួកគាត់ក៏ងើបពីព្រឹកដើម្បីទៅជួបនឹងព្រះចៅអធិការដោយសារព្រះចៅអធិការមានកិច្ចការទៅរាជធានីភ្នំពេញនៅម៉ោង8អញ្ចឹងហើយពួកគាត់ក៏បានទៅជួបនៅម៉ោង6ដោយចិត្តរបស់ពួកគាត់ព្រះចៅអធិការក៏មិនបានថាអីដែរសម្រាប់ចិត្តថាជូនដើមកុកីនេះទៅកាន់ពួកគាត់តែម្ដងដោយមិនមានការជាវមិនមានការបង់លុយអីនោះទេដោយសារតែដើមកុកីមួយដើមនេះពិតជាមិនមែនជាតម្រូវការរបស់វត្តមែនណាមួយពូណេតនិងភរិយារបស់គាត់គឺជាអ្នកធ្វើបុណ្យហើយជាមនុស្សដែលគេទទួលស្គាល់នៅក្នុងសង្គមថាជាអ្នកតស៊ូរកស៊ីផ្លូវសុចរិតហើយអ្នកភូមិនិងព្រះសង្ឃគ្រប់គ្នាក៏បានស្គាល់គាត់ដែរថាគាត់ជាមនុស្សល្អអញ្ចឹងហើយព្រះចៅអធិការក៏ដូចជាព្រះសង្ឃផ្សេងទៀតជំនុំគ្នាហើយក៏បានសម្រេចចិត្តថាប្រគល់ដើមកុកីមួយដើមនេះទៅកាន់គ្រួសាររបស់ពូណេតដោយមិនមានការយកប្រាក់អ្វីនោះទេមកដល់ចំណុចនេះយើងមកដឹងអំពីប្រវត្តិនៃដើមកុកីនេះម្ដងដើមកុកីនេះគឺវាជាប្រភេទដើមកុកីភ្លោះដែលព្រះចៅអធិការវត្តចំនួនមុននឹងបានកាត់ដើមកុកីទាំងពីរបំរុងនឹងធ្វើទូកប៉ុន្តែដើមកុកីមួយដើមដែលនៅសេសសល់ដល់សប្តាហ៍ថ្ងៃហ្នឹងវាមិនគ្រប់លក្ខខណ្ឌនៅក្នុងការធ្វើទូកងនោះទេដោយសារតែវាមានប្រវែងខ្លីមិនគ្រប់គ្រាន់ចំណែកដើមកុកីមួយដើមទៀតដែលភ្លោះជាមួយនឹងដើមកុកីនៅសេសសល់បច្ចុប្បន្នហ្នឹងព្រះចៅអធិការចំនួនមុនហ្នឹងបានយកវាទៅធ្វើទូកងបាត់ទៅហើយដើមកុកីដែលនៅសេសសល់នេះក៏កប់ទុកនៅក្នុងដីអស់រយៈពេលជាយូរឆ្នាំដែរតម្រាំតែនឹងបានប្រគល់ជូនទៅឲ្យពូណេតនៅសម័យកាលនេះហើយប្រវត្តិដ៏ព្រឺព្រួចរបស់ដើមកុកីនេះក៏មានខ្លះដែរដោយសាមណេរមួយអង្គដែលកំពុងតែអង្គុយទន្ទិញធម៌នៅក្នុងវត្តនៅចន្លោះម៉ោងប្រហែលជា10ទៅ11យប់ស្រាប់តែឃើញនារីម្នាក់អង្គុយលើដើមកុកីហ្នឹងដោយលោកមិនចាប់អារម្មណ៍ថាតើជាមនុស្សឬក៏ជាខ្មោចនោះទេដោយសារតែលោកនឹងអត់បានទៅចិត្តនៅពីចម្ងាយហើយក៏អោនមើលសិភៅវិញនៅពេលនោះអោនមើលសិភៅវិញនៅពេលដែលក្រឡេកទៅម្ដងទៀតក៏ស្រាប់តែបាត់នារីនោះតែម្ដងនៅក្នុងចិត្តលោកនឹងក៏ភ័យណាស់ដែរ
ប៉ុន្តែធ្វើដូចជាធម្មតាធ្វើដូចជាមិនមានរឿងអ្វីកើតឡើងហើយក៏បានលាក់រឿងនឹងទុកនៅក្នុងចិត្តរហូតដោយមិនបាននិយាយប្រាប់នរណាម្នាក់នោះទេដោយសារតែលោកគិតថារឿងនេះគឺជារឿងស្រពេចស្រពិលហើយវាមិនសូវសំខាន់ហើយឥឡូវនេះយើងទៅនិយាយអំពីកូនសិស្សលោកដែលបានសិក្សារៀនធម៌នៅក្នុងវត្តវិញម្ដងកូនសិស្សលោកក៏រៀនធម៌ដល់ម៉ោងអាត្រៀតម៉ោងខ្ទង់9ម៉ោង10អីហ្នឹងក៏ស្រាប់តែមានសំឡេងមនុស្សស្រីបំពេកូននៅដើមកគីហ្នឹងប៉ុន្តែស្ដាប់ទៅដូចជាមិនសូវច្បាស់ហើយក៏បានផ្ទៀងត្រចៀកស្ដាប់ទៀតប៉ុន្តែមិនឮពេលដែលកំពុងតែអង្គុយតន្ទិញធម៌ស្លុងអារម្មណ៍ទៅក៏ស្រាប់តែឮម្ដងទៀតដែលធ្វើឲ្យកូនសិស្សលោកហ្នឹងភ័យខ្លាំងមែនទែនហើយក៏បានរត់ទៅប្រាប់ព្រះចៅអធិការប៉ុន្តែព្រះចៅអធិការមិនចាប់អារម្មណ៍នោះទេដោយគិតថាជារឿងដែលកូនសិស្សលោកខ្ជិលរៀនធម៌ហើយដើម្បីយកលេសសម្រាកតែប៉ុណ្ណោះឥឡូវនេះយើងកាត់មកកាន់ពូណេតវិញម្ដងដោយមិនទន្ទឹងរង់ចាំយូរបន្ទាប់ពីព្រះចៅអធិការបានប្រគល់ដើមកគីនេះទៅឲ្យគាត់ហើយគាត់ក៏បានជួលអ្នកភូមិ2 3នាក់ដើម្បីនឹងដឹកដើមកគីនេះទៅកាន់រោងម៉ាស៊ីនដើម្បីនឹងកាត់ជ្រៀកដើមកគីនេះធ្វើជាសសរហើយជាការចៃដន្យមួយនៅពេលដែលដឹកដើមកគីនឹងបំរុងនឹងយកចូលរោងពុម្ពជ្រៀកហើយក៏ស្រាប់តែម៉ាស៊ីនជ្រៀកឈើនឹងក៏បានខូចតែម្ដងហើយម្ចាស់រោងពុម្ពនឹងក៏បាននិយាយថាឲ្យគាត់ទុកដើមកគីនៅរោងពុម្ពនឹងចំនួន1យប់សិនទៅដោយសារតែម៉ាស៊ីនរបស់គាត់ខូចហើយធ្វើមិនទាន់នោះទេពេលវេលានឹងក៏ជាពេលវេលាល្ងាចហើយដែរហើយពូណេតក៏យល់ព្រមនឹងជាងជ្រៀកឈើនឹងដោយបានទុកដើមកគីនៅទីនោះ1យប់ហើយនៅយប់នោះក៏មានរឿងចម្លែកទៀតនៅក្នុងរោងពុម្ពនឹងដោយម្ចាស់រោងពុម្ពក៏ដូចជាកូនចៅដែលនៅក្នុងហ្នឹងក៏បានឮសំឡេងស្ត្រីម្នាក់ស្រែកទ្រហោយំនៅក្បែរដើមកគីនឹងខ្លាំងមែនទែននៅពេលយប់ប៉ុន្តែនៅពេលដែលនាំគ្នាចុះមកមើលទាំងអស់គ្នាហ្នឹងក៏មិនឃើញមានអ្វីដែលធ្វើឲ្យកូនចៅក៏ដូចជាថៅកែរោងពុម្ពហ្នឹងមានការភ័យខ្លាចខ្លាំងមែនទែនប៉ុន្តែរឿងហ្នឹងក៏មិនបានប្រាប់ទៅកាន់ពូណេតដែរដោយសារតែព្រឹកឡើងហ្នឹងពួកគាត់រវល់ធ្វើការក៏ដូចជារវល់ជួសជុលម៉ាស៊ីនដើម្បីឲ្យទាន់ពេលនៅក្នុងការជ្រៀកឈើរបស់ពូណេតហ្នឹងព្រោះអីជាងជ្រៀកឈើបានកំណត់ពេលវេលាថាពេលថ្ងៃហ្នឹងនឹងឲ្យពូណេតមកយកសសរត្រឡប់ទៅផ្ទះតែម្ដងលុះម៉ោងប្រហែលជា8ម៉ាស៊ីនជ្រៀកឈើហ្នឹងក៏បានជួសជុលរួចហើយមេជាងក៏បានបញ្ជាកូនចៅឲ្យប្រញាប់ជ្រៀកឈើរបស់ពូណេតមុនគេដោយសារតែបន្តិចទៀតហ្នឹងពូណេតប្រកាសជាមកដឹកឈើនេះយកទៅផ្ទះគាត់ជាមិនខានជារឿងអកុសលក្នុងកំឡុងពេលដែលកំពុងតែជ្រៀកដើមកគីនឹងស្រាប់តែបន្ទះក្តារកគីនឹងក៏បានធ្លាក់លើកូនជាងម្នាក់ដែលធ្វើឲ្យជើងរបស់គាត់នឹងបាក់រំពេចនោះតែម្ដងហើយការដឹកសង្គ្រោះកូនចៅទៅកាន់មន្ទីរពេទ្យនឹងក៏ធ្វើការដឹកទៅភ្លាមហើយកូនជាងប៉ុន្មានអ្នកទៀតដែលមិនមានគ្រោះថ្នាក់នោះក៏មិនបានឈប់សម្រាកពីការធ្វើការងារដែរក៏ប្រញាប់ដៃប្រញាប់ជើងជ្រៀកឲ្យទាល់ទៅហើយសសររបស់ពូណេតនឹងតែម្ដងនៅពេលដែលពូណេតមកដឹកសសរនឹងក៏មេជាងក៏បានប្រាប់ទៅកាន់ពូណេតដែរថាបន្ទះក្តារដែលជ្រៀកចេញពីដើមកគីនេះក៏បានធ្លាក់សង្កត់ជើងកូនជាងរបស់គាត់ម្នាក់ដែលធ្វើឲ្យបាក់ហើយឥឡូវនេះកំពុងតែដឹកទៅមន្ទីរពេទ្យនៅពេលនោះពូណេតក៏មានការអាក់អន់ស្រពន់ចិត្តដែរដោយសារតែគាត់ជាអ្នកជឿទៅលើអបិយជំនឿដែរថានៅពេលដែលមានគ្រោះថ្នាក់បែបនេះគាត់គិតថាដើមហ្នឹងគឺជាដើមដែលចង្រៃដែលយកទៅធ្វើសសរផ្ទះហើយវាមិនបានក្តីសុខប៉ុន្តែពូណេតដូចជាគ្មានជំរឿននោះទេដោយសារគាត់មានតែដើមកគីនេះមួយដើមគត់ដើម្បីឲ្យយកទៅធ្វើជាសសរកន្លោទោះបីជាមានរឿងបែបនេះកើតឡើងក៏ដោយក៏ពូណេតនៅតែបន្តយកឈើនេះទៅធ្វើជាសសរប៉ុន្តែក្នុងចិត្តរបស់គាត់មានការថ្នាំងថ្នាក់បន្តិចដែរដោយគាត់គិតថានេះគឺជាប្រផ្នូលមិនល្អបន្ទាប់ពីបានយកសសរកន្លងទៅដល់ផ្ទះហើយពូណេតក៏បានរៀបចំប្រដាប់ទៀនធូបដើម្បីរកអាចារ្យនិងដេញពលាថ្ងៃលើកផ្ទះតែម្ដងបន្ទាប់ពីលោកអាចារ្យបានដេញពលាថាថ្ងៃណាគឺជាថ្ងៃល្អសម្រាប់ឲ្យពូណេតលើកផ្ទះហើយពូណេតក៏បានចាត់ចែងរៀបចំដើម្បីនឹងប្រាប់ទៅកាន់ញាតិមិត្តជិតខាងនឹងឲ្យមកជួយគាត់នៅថ្ងៃដែលគាត់លើកផ្ទះជាទូទៅប្រពៃណីរបស់អ្នកភូមិគាត់នឹងគឺនៅពេលដែលមានគ្រួសារណាមួយលើកផ្ទះអញ្ចឹងគឺបងប្អូនអ្នកជិតខាងនឹងតែងតែមកជួយគ្នាយ៉ាងច្រើនកកដោយមិនបានគិតអំពីប្រាក់ឈ្នួលវប្បធម៌ជួយគ្នាទៅវិញទៅមកនៅពេលមានទុក្ខធុរៈហ្នឹងគឺថាអ្នកភូមិរបស់គាត់គឺបានអនុវត្តមកជាប់ជាក់ស្ដែងមកដល់បច្ចុប្បន្នអញ្ចឹងនៅពេលដែលផ្ទះណាមានរវល់ក៏ដូចជាការលើកផ្ទះឬក៏សាងសង់អ្វីមួយហ្នឹងពួកគាត់តែងតែប្រាប់គ្នាទៅវិញទៅមកហើយអ្នកភូមិទាំងនោះក៏បានជួយគ្នាទៅវិញទៅមកហើយបើសិនជាអ្នកណារវល់ខ្លាំងមិនបានជួយក៏ជួយជាថវិកាឬក៏ជួយជាអង្គជារបស់របរអ្វីផ្សេងដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃសៅរ៍អាទិត្យផងអញ្ចឹងហើយបងប្អូនអ្នកភូមិហ្នឹងក៏បានមកច្រើនកកកមែនតើណាមួយពូណេតគឺជាមនុស្សម្នាក់
អ្នកដែលមានសន្តានចិត្តល្អអញ្ចឹងហើយបងប្អូនអ្នកភូមិគឺថាមកសឹងតែគ្រប់គ្នាដោយមកជួយលើកផ្ទះក៏ដូចជាជួយធ្វើម្ហូបដើម្បីនឹងឲ្យជាងឬក៏ឲ្យបងប្អូនដែលមានកម្លាំងលើកផ្ទះហ្នឹងបរិភោគនៅពេលថ្ងៃនិងពេលល្ងាចឃើញថាកម្លាំងសាមគ្គីច្រើនដូច្នេះផ្ទះរបស់គាត់គឺលើកតែមួយថ្ងៃគឺបានក្រងឆ្អឹងរួចរាល់តែម្ដងណាមួយផ្ទះរបស់គាត់ហ្នឹងគឺតូចដែរមិនធំអញ្ចឹងហើយការចំណាយពេលវេលាហ្នឹងក៏មិនច្រើនដែរហើយសល់កិច្ចការប៉ុន្មានដែលជាកិច្ចការរបស់ជាងហ្នឹងក៏បានបន្តធ្វើប្រហែលជា3ខែគាត់បានបញ្ជាក់ថាប្រហែលជា3ខែផ្ទះរបស់គាត់ក៏បានរួចរាល់ជាស្ថាពរបន្ទាប់ពីការធ្វើផ្ទះរួចហើយអញ្ចឹងពូណេតក៏បានរៀបចំប្រដាប់ប្រដាទៀនធូបទៅរកអាចារ្យម្ដងទៀតដើម្បីនឹងដេញពលានៅថ្ងៃឡើងផ្ទះលោកអាចារ្យក៏បានដេញពលារកថ្ងៃល្អដូចសពមួយដងអញ្ចឹងឃើញថាបន្ទាប់ពីកំណត់ថ្ងៃឡើងផ្ទះហើយពូណេតក៏បានរៀបចំចាត់ចែងប្រាប់ទៅដល់ញាតិមិត្តបងប្អូនដែលនៅជិតខាងហ្នឹងឲ្យមកចូលរួមឡើងផ្ទះរបស់គាត់ឲ្យបានច្រើនកកទោះបីជាផ្ទះគាត់តូចបន្តិចមែនប៉ុន្តែគាត់នឹងរៀបចំរោងនៅខាងក្រៅដើម្បីទទួលភ្ញៀវប៉ុន្តែផ្ទះរបស់គាត់មិនទាន់បានឡើងរួចរាល់ជាស្ថាពរផងស្រាប់តែមានអ្នកជិតខាងម្នាក់មកប្រាប់គាត់ថានៅយប់មិញនេះគាត់បានឃើញភ្លើងអ្វីមួយយ៉ាងចម្លែកខ្លាំងមែនទែនហោះចេញពីផ្ទះរបស់គាត់ហើយសម្ដៅទៅក្រោយផ្ទះហើយក៏ចូលបាត់ទៅនឹងដើមឈើធំមួយតែម្ដងពូណេតដែលជាអ្នកជឿទៅលើអបិយជំនឿខ្លាំងនៅពេលដែលឮអ្នកចិត្តខាងរបស់ខ្លួននិយាយដូច្នេះហើយក៏កើតក្តីមួលម៉ងនៅក្នុងចិត្តខ្លាំងមែនទែនដោយគាត់សង្ស័យថាផ្ទះរបស់គាត់នេះប្រកាសជាមានបញ្ហាអ្វីមួយហើយដូច្នេះហើយពូណេតក៏បានសម្រេចចិត្តថានឹងទៅរកគ្រូអាគមដែលគ្រូអាគមនឹងគឺជាគ្រូដែលមានឈ្មោះបោះសម្លេងខ្លាំងណាស់នៅក្នុងភូមិរបស់គាត់គ្រូអាគមនេះគឺរស់នៅចុងភូមិដាច់ស្រយាលឆ្ងាយពីគេពីឯងហើយផ្លូវទៅនឹងក៏ពិបាកប៉ុន្តែពូណេតក៏សម្រេចចិត្តថាដើរទៅរកគ្រូអាគមនឹងតែម្ដងដោយសារតែផ្លូវចូលផ្ទះគ្រូអាគមនឹងមិនអាចជិះម៉ូតូឬក៏ជិះកង់អីចូលបានទេវាមានសភាពពិបាកខ្លាំងហើយមានដើមឈើក៏ដូចជាមានផុកមានអីអញ្ចឹងធ្វើឲ្យការធ្វើដំណើរដោយម៉ូតូនឹងគឺវាពិបាកអញ្ចឹងហើយពូណេតសម្រេចចិត្តថាដើរទៅរកគ្រូអាគមដើម្បីមកជួយដោះស្រាយបញ្ហានៅផ្ទះរបស់គាត់3ថ្ងៃបន្ទាប់ពីពូណេតបានទៅជួបគ្រូអាគមហើយគ្រូអាគមក៏បានមកដល់ផ្ទះរបស់គាត់ហើយបានមើលជុំវិញផ្ទះក៏ដូចជាចូលទៅក្នុងផ្ទះគ្រូអាគមក៏បានប្រាប់អំពីបញ្ហាដែរផ្ទះនេះមានព្រលឹងវិញ្ញាណអាក្រក់រស់នៅគ្រូអាគមក៏បានណែនាំពូណេតឲ្យរៀបចំប្រដាប់ផ្សេងៗដើម្បីនឹងដេញគ្រោះចង្រៃនេះចេញពីផ្ទះមុននឹងពូណេតនិងក្រុមគ្រួសាររបស់គាត់ចូលរស់នៅដូច្នេះហើយពូណេតក៏បានរៀបចំគ្រឿងប្រដាប់ផ្សេងៗមានក្បាលជ្រូកក៏ដូចជាទៀនធូបនិងប្រដាប់ប្រដាផ្សេងៗហើយរៀបចំសែនព្រេនក៏ដូចជាធ្វើពិធីផ្សេងៗដើម្បីនឹងដេញគ្រោះចង្រៃនេះចេញពីផ្ទះរបស់គាត់ឲ្យអស់មុននឹងដល់ថ្ងៃឡើងផ្ទះនេះតែម្ដងបន្ទាប់ពីបានធ្វើពិធីហើយពូណេតនិងក្រុមគ្រួសារក៏កើតចិត្តរីករាយសប្បាយវិញដោយពួកគាត់គិតថាព្រលឹងអាក្រក់ដែលនៅក្នុងផ្ទះរបស់គាត់នឹងបានចាកចេញឆ្ងាយហើយប៉ុន្មានថ្ងៃក្រោយមកទៀតនឹងក៏ដល់ថ្ងៃឡើងផ្ទះរបស់គាត់តែម្ដងនៅថ្ងៃឡើងផ្ទះនឹងគឺមានកម្មវិធីជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយជាច្រើនដែលជាសាច់សាលោហិតរបស់ពូណេតក៏ដូចជាអ្នកជិតខាងដែលរស់នៅក្នុងភូមិនឹងនៅពេលល្ងាចមកដល់កម្មវិធីជួបជុំផឹកស៊ីរបស់ពូណេតក៏បានចាប់ផ្ដើមដោយការផឹកស៊ីនឹងគឺមានគ្នាតែ6នាក់ទេហើយពូណេតក៏មិនបានចូលរួមផឹកស៊ីជាមួយដែរក្នុងនោះមានតែបងប្អូននិងអ្នកជិតខាងតែប៉ុណ្ណោះដែលគាត់ផឹកស៊ីរហូតដល់ពេលយប់ម៉ោងប្រហែលជា11អីហ្នឹងគឺពួកគាត់ក៏បានស្រវឹងហើយសន្លប់អស់ទៅយប់ហ្នឹងគឺពួកគាត់បានសន្លប់នៅលើផ្ទះពូណេតនេះឯងដោយអ្នកខ្លះដាក់ក្បាលទៅចំសសរកន្លោងហើយអ្នកខ្លះដាក់ជើងទៅចំសសរកន្លោងមនុស្ស3នាក់ដែលស្រវឹងនៅក្នុងចំណោមគ្នា6នាក់ហ្នឹងក៏បានយល់សប្តិដូចគ្នាថាមានប្រលឹងអាក្រក់មួយចាក់ចេញពីសសរកន្លោងបានដេញពួកគាត់ឲ្យចេញពីទីនេះជាបន្ទាន់បើពុំដូច្នោះទេនឹងមានបញ្ហាហើយស្រាប់តែពួកគាត់ភ្ញាក់ទាំងកណ្ដាលអាធ្រាត្រម៉ោងប្រហែលជា1ហ្នឹងបានចាក់ចេញពីផ្ទះពូណេតស្ងាត់ៗដោយមិនបានប្រាប់ម្ចាស់ផ្ទះថាមានរឿងអ្វីនោះទេហើយបន្ទាប់ពីពិធីឡើងផ្ទះរបស់គាត់ចប់ការរស់នៅរបស់ពូណេតនៅក្នុងផ្ទះមួយខ្នងនេះក៏មិនមានបញ្ហាអ្វីកើតឡើងនោះទេប៉ុន្តែការរស់នៅប្រកបដោយភាពស្ងប់ស្ងាត់នេះក៏មិនបានយូរប៉ុន្មានដែររយៈពេលប្រហែលជា15ថ្ងៃបន្ទាប់ពីការរស់នៅលើផ្ទះមួយខ្នងនេះពូណេតក៏បានជួបរឿងផ្ទួនគ្នាតែម្ដងដែលរឿងទី1ហ្នឹងគឺកូនរបស់គាត់មានអាការៈរវើរវាយជាទូទៅពេលយប់កូនតូចរបស់គាត់តែងតែយំត្រែកហើយចង្អុលទៅកាន់សសរកន្លោងថាមានមនុស្សកំពុងតែអង្គុយនៅលើនោះអ្នកគ្រប់គ្នាក៏បានក្រឡេកមើលទៅសសរកន្លោងប៉ុន្តែមិនបានឃើញអ្វីនោះទេប៉ុន្តែក្នុងចិត្តរបស់ឪពុកម្ដាយដែលជាអ្នកជឿនៅអបិយជំនឿផងប្រកាសណាស់ក្មេងប្រកាសជាមើលឃើញអ្វីមួយយ៉ាងហើយពួកគាត់ក៏បានអុជធូបហើយបន់ស្រន់បួងសួងសូម
សេចក្តីសុខនៅពេលនោះកូនរបស់គាត់ក៏បានឈប់យំស្រែករវើរវាយពិតមែនប៉ុន្តែបញ្ហានេះវានៅតែបន្តកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃទៅមុខទៀតដែលធ្វើឲ្យគាត់នឹងរស់នៅប្រកបដោយភាពភ័យខ្លាចនៅក្នុងផ្ទះមួយខ្នងនេះទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក៏ពូណេតនិងភរិយារបស់គាត់នឹងមិនមានជំរើសនៅក្នុងការចាក់ចេញពីផ្ទះមួយខ្នងនេះនោះទេដោយសារតែការខិតខំកសាងផ្ទះនេះឡើងគឺប្រើរយៈពេលអស់ជាង10ឆ្នាំហើយណោះតម្រាំតែបានផ្ទះមួយខ្នងតូចនេះដូច្នេះហើយក្រុមគ្រួសាររបស់ពូណេតបានទ្រាំរស់នៅផ្ទះមួយខ្នងនេះដោយភាពភិតភ័យដោយភាពភ័យខ្លាចនិងមានរឿងជាច្រើនចូលមកដូចជាការមានជំងឺដង្កាត់កូនរបស់គាត់មានបញ្ហារវើរវាយនៅពេលយប់ក៏ដូចជាមានបញ្ហាផ្សេងការរកចំណូលនឹងក៏មិនសូវបានដូចមុនដែរការរស់នៅបែបនេះបានរយៈពេលប្រហែលតែ1ឆ្នាំប៉ុណ្ណោះមានបញ្ហាធំមួយបានកើតឡើងទៅលើប្រពន្ធពូណេតតែម្ដងបញ្ហានេះគឺកើតឡើងនៅក្នុងកំឡុងពេលប្រហែលជាម៉ោង6ល្ងាចបន្ទាប់ពីក្រុមគ្រួសាររបស់ពួកគាត់ទទួលទានអាហារពេលល្ងាចហើយពេលនោះប្រពន្ធរបស់ពូណេតមិនដឹងជាមានបញ្ហាអ្វីបានចុះទៅក្រោមផ្ទះហើយយកខ្សែគោបំរុងនឹងឡើងលើសសរកន្លោងចងកប៉ុន្តែត្រូវបានកូននិងពូណេតឃើញទាន់បានជួយសង្គ្រោះបន្ទាប់ពីជួយសង្គ្រោះហើយមីងផាឡាដែលជាភរិយារបស់ពូណេតនឹងមិនមានស្មារតីនៅក្នុងខ្លួនដែរដោយរាងកាយរបស់គាត់មានអាការៈភ្លឹកតែងតែសម្លឹងទៅមើលសសរកន្លោងជានិច្ចឃើញដូច្នេះហើយពូណេតក៏នៅមិនសុខក៏បានស្រែកហៅអ្នកជិតខាងផ្សេងដើម្បីមកជួយដោះស្រាយបញ្ហាប្រពន្ធរបស់គាត់នៅក្នុងពេលនោះអ្នកភូមិបានដឹងរឿងនេះហើយក៏បាននាំគ្នាមកផ្ទះពូណេតយ៉ាងច្រើនកកកដើម្បីជួយដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងផ្ទះពូណេតប៉ុន្តែអ្នកគ្រប់គ្នានោះមិនមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហានោះទេហើយពួកគេគ្រប់គ្នាប្រកាសក្នុងចិត្តណាស់ថាប្រកាសជាមានវិញ្ញាណអាក្រក់អ្វីមួយសន្ធិដ្ឋទៅលើប្រពន្ធរបស់ពូណេតហើយប៉ុន្តែវិធីដោះស្រាយនោះពួកគាត់គ្មានសមត្ថភាពនៅក្នុងការដោះស្រាយដូច្នេះហើយអ្នកជិតខាងទាំងនោះបានត្រឹមតែកំដរក្រុមគ្រួសាររបស់ពូណេតអស់រយៈពេល1យប់ដើម្បីកុំឲ្យមានបញ្ហាអ្វីកើតឡើងទៀតបន្ទាប់ពីព្រឹកឡើងពូណេតក៏បានសម្រេចចិត្តថាទៅជួបព្រះចៅអធិការដើម្បីនឹងដោះស្រាយបញ្ហានេះហើយក៏យកប្រពន្ធរបស់គាត់ទៅជាមួយផងដែរបន្ទាប់ពីពូណេតយកប្រពន្ធរបស់គាត់ទៅដល់វត្តហើយព្រះចៅអធិការក៏ចាត់ចែងរៀបចំពិធីរំដោះគ្រោះដើម្បីឲ្យប្រពន្ធរបស់គាត់នឹងមានស្មារតីមកវិញបន្ទាប់ពីពិធីរៀបចំចប់ឃើញថាប្រពន្ធរបស់ពូណេតនឹងមានស្មារតីដូចជាមនុស្សម្នាធម្មតាមកវិញហើយរឿងនេះបានដកជាប់នៅក្នុងចិត្តរបស់ពូណេតផ្ទះមួយខ្នងនេះប្រកាសជាមានវិញ្ញាណអាក្រក់រស់នៅជាមួយអញ្ចឹងហើយពូណេតបាននិមន្តព្រះចៅអធិការទៅធ្វើពិធីយកវិញ្ញាណអាក្រក់ចេញទៅពេលព្រះចៅអធិការទៅដល់ផ្ទះពូណេតបានសម្លឹងមើលសសរកន្លោងហើយក៏បានប្រាប់ពូណេតថាសសរកន្លោងមួយនេះមានវិញ្ញាណរស់នៅអញ្ចឹងហើយទាល់តែធ្វើពិធីកម្មដើម្បីយកវិញ្ញាណនឹងទៅនៅកន្លែងផ្សេងទៅផ្ទះមួយនេះអាចរស់នៅបានសេចក្តីសុខពូណេតឮបែបនេះហើយក៏យល់ព្រមធ្វើពិធីអ្វីក៏ដោយឲ្យតែគាត់រស់នៅបានសុខដោយពិធីនាំយកវិញ្ញាណចេញនេះក៏បានចាប់ផ្ដើមហើយព្រះចៅអធិការបាននាំយកវិញ្ញាណអាក្រក់នេះចេញពីផ្ទះរបស់ពូណេតឲ្យត្រឡប់ទៅកាន់វត្តវិញចាប់តាំងពីពេលនោះមកក្រុមគ្រួសាររបស់ពូណេតក៏បានរស់នៅប្រកបដោយក្តីសុខហើយការរកស៊ីចិញ្ចឹមជីវិតនឹងក៏ចេះតែរីកចម្រើនរហូតមកដល់បច្ចុប្បន្ន